ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរអាចនឹងប្លែកសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការលើកយកជាមួយនឹងខ្សែភាពយន្តមួយដែលមិនមែនជាខ្សែភាពយន្តបែបសង្គ្រាមនោះមកធ្វើការសម្រាយចែកជូនទៅកាន់បងប្អូនទស្សនាដោយខ្សែភាពយន្តមួយនេះគឺមានចំណងជើងថា Shang-Chi and the Legend of the Ten Ring ដែលវានឹងគឺជាខ្សែភាពយន្តទី25នៃខ្សែស្រឡាយភាពយន្ត Marvel Cinematic Universe ផងដែរដោយខ្សែភាពយន្តមួយនេះគឺជាភាពយន្តដែលល្អមើលមួយដែលបានលាយបញ្ចូលនៅវប្បធម៌និងអរិយធម៌នៃប្រទេសនៅក្នុងតំបន់អាស៊ីផងដែរហើយជានេះទៅទៀតសូម្បីតែ director ក៏ដូចជាតួអង្គសំខាន់នៅក្នុងខ្សែភាពយន្តនេះក៏សិតសឹងតែជាតារាសម្ដែងជនជាតិអាស៊ីដូចគ្នាហើយដូច្នេះហើយដើម្បីអាចដឹងថាខ្សែភាពយន្តមួយនេះនឹងមានដំណើរដើមតងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំទៅភាពយន្តមួយនេះគឺបានចាប់ផ្ដើមឡើងក្នុងរយៈពេល1000ឆ្នាំមុនដោយបង្ហាញឲ្យឃើញពីវត្តមាននៃបរិសម្នាក់ដែលមានឈ្មោះថាស៊ូវិនវូដែលបានធ្វើការប្រយុទ្ធតទល់ជាមួយនឹងសត្រូវជាច្រើនទីកន្លែងដើម្បីធ្វើការពង្រីកអំណាចជាមួយនឹងអធិបតេយ្យរបស់ខ្លួនដែលជាមួយនឹងវត្ថុតែម្យ៉ាងរបស់គាត់ដែលមានកងចំនួន10ដែលមានឈ្មោះថា The Ten Ring នោះវានឹងក៏បានផ្ដល់ឲ្យជាមួយនឹងអនុភាពដ៏ខ្លាំងពូកែក៏ដូចជាសមត្ថភាពដ៏អស្ចារ្យនិងជីវិតអមតៈទៅកាន់គាត់ផងដែរហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះគាត់នឹងក៏បានប្រើប្រាស់វាដើម្បីជួយធ្វើសង្គ្រាមនិងប្រយុទ្ធយកឈ្នះទៅលើសត្រូវជាច្រើននិងជាបន្តបន្ទាប់ក៏ដូចជាឆ្លងនៅសម័យកាលជាច្រើនដូចគ្នាហើយស៊ូវិនវូគាត់នឹងក៏បានធ្វើការបង្កើតជាមួយនឹងបកគុណនិយមរបស់គាត់មួយដែលមានឈ្មោះថា The Ten Ring ដែលមានគាត់នឹងគឺជាមេដឹកនាំរបស់បកមនុស្សតែម្ដងហើយរយៈពេលរាប់សតវត្សមកនេះក្រុមបក The Ten Ring នេះក៏បានធ្វើការវាយប្រហារនៅកំទេចក៏ដូចជាបានធ្វើការផ្ដួលរលំដល់រដ្ឋាភិបាលក៏ដូចជាអាណាចក្រជាច្រើននិងជាបន្តបន្ទាប់ជាមួយនឹងបណ្ដាញរបស់ពួកគេនៅពេលពេញពិភពលោកតែម្ដងហើយរហូតដល់ឆ្នាំ1996ស៊ូវិនវូគាត់នឹងក៏បានទទួលបានអំពីព័ត៌មានមួយដែលថានៅទីតាំងមនុស្សគឺមានភូមិអាត់កំបាំងមួយដែលមានឈ្មោះថាតាឡហើយគាត់ក៏បានធ្វើការដឹកនាំនៅកូនចៅរបស់គាត់ធ្វើដំណើរទៅកាន់ភូមិមនុស្សតាមរយៈផ្លូវឆ្លងកាត់ព្រៃឫស្សីដល់អាត់កំបាំងមួយផងដែរហើយនៅក្នុងកំឡុងពេលនៃការធ្វើដំណើរទៅនោះវេទមន្តនៃព្រៃឫស្សីក៏បានធ្វើចលនាបំលាស់ទីទៅវិញទៅមកនិងបានធ្វើការវាយប្រហារសម្រាប់ទៅកាន់គ្នារបស់គាត់អស់ជាបន្តបន្ទាប់ហើយនៅចុងក្រោយគឺនៅសេសសល់តែវត្តមាននៃស៊ូវិនវូតែម្នាក់ប៉ុណ្ណោះតែគាត់នឹងគឺនៅរស់រានមានជីវិតជាមួយនឹងវត្ថុទិព្វរបស់គាត់ដែលជាកងទិព្វទាំង10នោះឯងហើយវិនវូគាត់ក៏បានបន្តដំណើរដើម្បីស្វែងរកជាមួយនឹងវត្តមាននៃភូមិមួយដែលមានឈ្មោះថាថាឡូនោះរហូតបណ្ដាឲ្យគាត់នឹងក៏ត្រូវបានជួបជាមួយនឹងវត្តមាននៃនារីម្នាក់ដែលមានឈ្មោះថាយីងលីហើយមិនទាន់ទាំងបាននិយាយគ្នាផងពួកគេទាំងពីរនាក់នឹងក៏បានបើកឆាកប្រយុទ្ធគ្នានៅក្នុងទីតាំងមនុស្សតែម្ដងប៉ុន្តែបើទោះបីជាវិនវូគាត់នឹងគឺមានអានុភាពដ៏ខ្លាំងពូកែជាមួយនឹងកងវេទមន្តទាំង10របស់គាត់យ៉ាងណាក៏ដោយប៉ុន្តែគាត់នឹងគឺនៅតែមិនអាចប្រយុទ្ធយកឈ្នះទៅកាន់វត្តមានរបស់យីងលីបាននោះឡើយហើយនៅទីបំផុតការប្រយុទ្ធគ្នាមួយនេះក៏បានបណ្ដាលវិនវូក៏ត្រូវបានធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់យីងលីហើយបើទោះបីជាយ៉ាងណាក៏ដោយទំនាក់ទំនងរបស់គេទាំងពីរក៏មិនត្រូវបានអ្នកភូមិថាឡូនឹងគឺយល់ព្រមក៏ដូចជាអនុញ្ញាតនោះឡើយហើយដោយសារតែបែបនេះហើយយីងលីក៏បានសម្រេចចិត្តដើម្បីចាកចេញអំពីភូមិកំណើតដើម្បីមករស់នៅជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលជាវិនវូនោះឯងចំណែកវិនវូវិញក្រោយពីបានជួបជាមួយនឹងវត្តមានរបស់យីងលីហើយនោះគាត់ក៏បានសម្រេចចិត្តថានឹងបោះបង់នៅកងទ័ពទាំង10នេះនឹងលែងត្រូវការជីវិតអមតៈក៏ដូចជាកេរ្តិ៍ឈ្មោះទៀតនោះហើយក៏ព្រោះតែគាត់នៅក្នុងខណៈពេលនេះគឺគ្រាន់តែចង់បានជីវិតរស់នៅយ៉ាងសាមញ្ញនិងមានសុភមង្គលជាមួយនឹងយីងលីដែលជាប្រពន្ធរបស់គាត់តែប៉ុណ្ណោះមិនយូរប៉ុន្មានពួកគេទាំងពីរនាក់ហ្នឹងក៏មានកូនប្រុសស្រីជាមួយនឹងគ្នាចំនួន2នាក់ដែលជាចំណងដៃនៃសេចក្តីស្នេហារបស់ពួកគេទាំងពីរដោយកូនប្រុសច្បងរបស់ពួកគេគឺមានឈ្មោះថាសាំងជីនិងកូនស្រីរបស់ពួកគេគឺមានឈ្មោះថាសេលីងហើយនៅពេលដែលសាំងជីនឹងក៏មានអាយុត្រឹមតែ12ឆ្នាំតែប៉ុណ្ណោះសត្រូវចាស់របស់វិនវូដែលជាក្រុមប៉ា Iron Gang ក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ពួកគេតែម្ដងគឺដើម្បីធ្វើការសងសឹកជាមួយនឹងគំនុំអតីតកាលរវាងពួកគេជាមួយនឹងវិនវូនោះឯងប៉ុន្តែនៅក្នុងខណៈពេលនោះដោយសារតែវត្តមានរបស់វិនវូមិនមាននៅទីតាំងមនុស្សយីងលីក៏ត្រូវទទួលភារកិច្ចដើម្បីប្រយុទ្ធតទល់ជាមួយនឹងភ្ញៀវដែលមិនបានអញ្ជើញទាំងនោះហើយដោយសារតែយីងលីនាងក៏បានចាកចេញអំពីភូមិថាឡូដូច្នេះហើយវិជាគុណទាំងឡាយរបស់នាងក៏ត្រូវបានបាត់បង់ដូចគ្នាហើយនៅទីបំផុតនាងគឺមិនអាចទប់ទល់ជាមួយនឹងពួកគេបាននោះឡើយនឹងត្រូវបានពួកគេធ្វើការសម្លាប់នាងឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយស្របពេលជាមួយគ្នានោះផងដែរវត្តមានរបស់វិនវូក៏បានធ្វើដំណើរចូលមកដល់ហើយគាត់ក្រោយពីបានឃើញថាប្រពន្ធរបស់ខ្លួននឹងក៏ត្រូវបានឃាតករធ្វើការសម្លាប់បែបនេះគាត់ក៏កើតមានជាមួយនឹងកំហឹងជាខ្លាំងហើយគាត់ក៏បានសម្រេចចិត្តថាពាក់កងវេទមន្តរបស់គាត់ទាំង10ដើម្បីត្រឡប់ចូលទៅក្នុងពិភពកុនសាជាថ្មីក្នុងគោលបំណងសងសឹកឲ្យប្រពន្ធរបស់គាត់នោះឯងហើយវិនវូគាត់នឹងក៏បាននាំសាំងជីធ្វើដំណើរទៅកាន់ប៉ា Iron Gang និងបានធ្វើការវាយប្រហារសម្រាប់ទៅកាន់ពួកគេទាំងអស់គ្នាដើម្បីសងសឹកឲ្យប្រពន្ធរបស់គាត់ប៉ុន្តែនៅពេលនោះគាត់នឹងក៏បានបណ្ដោយឲ្យមេប៉ា Iron Gang ម្នាក់នោះគឺអាចមានលទ្ធភាពក្នុងការរត់គេចខ្លួនចាកចេញអំពីទីនោះបានសម្រេចហើយបន្តមកទៀតគាត់នឹងក៏បានចាប់ផ្ដើមរៀបចំក្នុងការបង្វឹកក្បាច់គុណជាច្រើនទៅកាន់សាំងជីក៏ដូចជាបានប្រគល់គាត់ទៅកាន់បរិសម្នាក់ដែលមានឈ្មោះថា Deadler ដើម្បី
ដើម្បីឲ្យគេនឹងគឺមើលថែនៅមកវត្តវិជាកុនតកាន់គាត់ដល់បន្តដូចគ្នាហើយស្របពេលជាមួយគ្នានោះវត្តមាននៃប្អូនស្រីរបស់សាំងជីដែលមានឈ្មោះថាសេលីងនាងគឺបែរជាមិនត្រូវបានវិនវូធ្វើការអនុញ្ញាតឲ្យវឹកហាត់នៅវិជាកុននោះទេក៏ព្រោះតែគាត់នឹងគឺមានគំនិតប្រឆាំងវណ្ណៈក៏ដូចជារើសអើងថានាងគឺជាកូនស្រីនោះឯងហើយបើទោះបីជាបែបនេះក៏ពិតមែនសេលីងនាងនឹងគឺមិនបានបោះបង់ជាមួយនឹងបំណងប្រាថ្នាក៏ដូចជាការចង់វឹកហាត់វិជាកុនរបស់នាងនោះទេដោយនាងនឹងគឺតែងតែព្យាយាមវឹកហាត់តែម្នាក់ឯងដោយមិនឲ្យនរណាម្នាក់គឺបានដឹងអំពីរឿងរ៉ាវទាំងអស់នេះនោះឡើយហើយកាត់រហូតដល់សាំងជីគេមានអាយុ14ឆ្នាំវិនវូនឹងក៏បានស្វែងរកឃើញអំពីទីតាំងនៃកន្លែងលាក់ខ្លួនរបស់មេប៉ា Iron Gang ហើយគេនឹងក៏បានបញ្ជាទៅកាន់សាំងជីដើម្បីឲ្យធ្វើដំណើរទៅកាន់ទីតាំងមនុស្សដើម្បីសម្រាប់ទៅកាន់បរិសម្នាក់នោះសងសឹកអវិញ្ញាណក្ខន្ធនៃម្ដាយរបស់គេហើយដោយសារតែនេះគឺជាលើកទី1សម្រាប់គាត់ដែលធ្វើជាឃាតករបែបនេះវាក៏បានបណ្ដាលសាំងជីមានអារម្មណ៍មិនស្រួលនឹងប៉ះទង្គិចចំពោះផ្លូវចិត្តរបស់គាត់ជាខ្លាំងហើយដោយសារតែមិនចង់ដើរតាមគន្លងរបស់ឪពុកខ្លួនដែលជាឃាតករនោះនៅទីបំផុតសាំងជីក៏បានសម្រេចចិត្តរត់ចោលឪពុកក៏ដូចជាប្អូនស្រីរបស់គេតែម្ដងហើយគាត់ក៏បានធ្វើការរត់ចាកចេញដើម្បីមករស់នៅក្នុងទីក្រុង San Francisco និងបានធ្វើការផ្លាស់ប្ដូរអត្តសញ្ញាណទាំងស្រុងពីសាំងជីមកជាសនវិញហើយកាត់រហូតមកដល់ពេលបច្ចុប្បន្ននេះវិញសាំងជីគេនឹងក៏បានធ្វើការជាបុគ្គលិកនៅក្នុងទីតាំងនៃសន្តាគារមួយកន្លែងតែនៅទីតាំងមនុស្សគេនឹងក៏បានស្គាល់គ្នាជាមួយនឹងមិត្តម្នាក់ដែលមានឈ្មោះថា Katy តែពួកគេទាំងពីរនាក់គឺត្រូវជាមិត្តសម្លាញ់ជាមួយនឹងគ្នាផងដែរប៉ុន្តែ Katy នេះនឹងគឺមិនបានដឹងអំពីប្រវត្តិពិតប្រាកដរបស់សាំងជីថាគេនឹងគឺមានប្រវត្តិបែបណានោះឡើយហើយរហូតដល់ថ្ងៃមួយកំឡុងពេលដែលសាំងជីជាមួយនឹង Katy កំពុងតែធ្វើដំណើរតាមរយៈឡានក្រុងដើម្បីទៅធ្វើការនោះវត្តមាននៃមនុស្សមួយក្រុមក៏បានបង្ហាញខ្លួនចេញមកតែពួកគេគឺជាសមាជិកនៃបដិថេងរៀងរបស់វិនវូនិងបានធ្វើដំណើរមកនេះដើម្បីធ្វើការដណ្ដើមយកបន្តោងខ្សែករបស់យីងលីដែលនេះនឹងគឺបានបន្សល់ទុកសម្រាប់សាំងជីនោះឯងហើយសាំងជីនៅពេលនោះគាត់នឹងក៏បានធ្វើការទប់ទល់ជាមួយនឹងពួកគេដើម្បីការពារខ្លួនផងដែរគាត់នឹងក៏បានទៅប៉ះគ្នាជាមួយនឹងបរិសម្នាក់ដែលមានឈ្មោះថា Ray Sophie និងបានប្រើប្រាស់នៅវិជាគុណកងពូដ៏អស្ចារ្យរបស់គាត់ធ្វើការប្រយុទ្ធទប់ទល់ជាមួយនឹងរូបគេផងដែរស្របពេលជាមួយគ្នានោះវត្តមាននៃបរិសម្នាក់ដែលនៅទីតាំងមនុស្សគេនឹងគឺបែរជាបានធ្វើការអង្គុយ live វីដេអូយ៉ាងរំភើយដែលមិនខ្វល់ពីការប្រយុទ្ធគ្នារបស់អ្នកទាំងពីរនោះទេចំណែក Katy នេះវិញក្នុងគណៈពេលនោះនាងនឹងគឺពិតជាមានការស្រឡាញ់កាន់ជាខ្លាំងក៏ព្រោះតែនាងគឺមិននឹកស្មាននៅឡើយថាមិត្តភក្តិមុខស្លូតរបស់នាងនឹងគឺបែរជាមានសមត្ថភាពនឹងវិជាគុណដ៏ខ្លាំងពូកែយ៉ាងនេះហើយបន្ទាប់ពីបានប្រយុទ្ធតទល់ជាមួយនឹងពួកគេអស់មួយសន្ទុះសាំងជីនឹងក៏មានអាការវាយទៅកាន់ពួកគេនិងបានជំនះខ្លួនរបស់គាត់ក៏ដូចជាវត្តមានរបស់ Katy ចាក់ចេញអំពីទីនោះបានសម្រេចប៉ុន្តែគាត់នឹងក៏មិនអាចការពារជាមួយនឹងខ្សែកម្ដាយរបស់គាត់បាននោះឡើយនិងថែមនឹងត្រូវបានពួកគេនឹងដណ្ដើមយកទៅបានសម្រេចថែមទៀតហើយកាត់បន្ទាប់ពីនោះសាំងជីក៏មានគម្រោងធ្វើដំណើរទៅស្វែងរកវត្តមាននៃប្អូនស្រីរបស់គាត់ដែលមានឈ្មោះថាសេងលីងក៏ព្រោះតែគាត់នឹងគឺបានយល់ថាក្រុម The Ten Ring នេះពួកគេក៏នឹងធ្វើដំណើរទៅដណ្ដើមយកខ្សែកមួយទៀតពីប្អូនស្រីរបស់គាត់មិនខានឡើយក៏ព្រោះតែម្ដាយរបស់គេនៅមុនពេលដែលស្លាប់គាត់នឹងគឺបានបន្សល់ទុកខ្សែកចំនួន2ខ្សែដោយមួយឲ្យមកកាន់សាំងជីហើយមួយទៀតឲ្យទៅកាន់សេងលីងដែលជាប្អូនស្រីរបស់គាត់នោះឯងហើយមិនតែប៉ុណ្ណោះសាំងជីគាត់នឹងក៏បានរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនជាមួយនឹងឪពុករបស់គាត់ក៏ដូចជាវត្តមាននៃប្អូនស្រីរបស់គាត់ប្រាប់ទៅកាន់ Katy ឲ្យបានដឹងដូចគ្នាតែនៅពេលនោះបើទោះបីជាដឹងថាខ្លួននឹងត្រូវប្រឈមជាមួយនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយប៉ុន្តែ Katy នេះនឹងក៏បានស្ម័គ្រចិត្តស្នើសុំសាំងជីធ្វើដំណើរទៅជាមួយនឹងគាត់ក៏ព្រោះតែនេះនឹងគឺមានបំណងចង់ជួយគាត់ដែលជាមិត្តសម្លាញ់ដ៏ល្អរបស់នាងហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានពួកគេទាំងពីរនាក់នឹងក៏បានធ្វើដំណើរទៅដល់ទីក្រុងម៉ាកាវបានសម្រេចហើយពួកគេក៏បានព្យាយាមបន្តធ្វើដំណើរស្វែងរកអំពីវត្តមានរបស់សេលីងជាបន្តពួកគេក៏អាចធ្វើដំណើរទៅដល់ទីតាំងនៃកន្លែងវាយប្រដារខុសច្បាប់មួយដែលនៅទីតាំងមនុស្សពួកគេនឹងក៏បានឃើញអំពីវត្តមាននៃអ្នកចម្បាប់ស៊ូម៉ូបរិសុទ្ធដែលមានរាងកាយភ្លើងនិងសម្បីតែវត្តមាននៃ Abomination ក៏កំពុងតែប្រយុទ្ធតទល់ជាមួយនឹងគ្រូសិលម្នាក់ដែលមានឈ្មោះថាវងដើម្បីដណ្ដើមយកលុយប្រាក់រង្វាន់នៅទីតាំងមនុស្សផងដែរហើយសាំងជីនៅពេលដែលបានធ្វើដំណើរទៅដល់គេនឹងក៏ត្រូវបានអ្នកដែលនៅទីនោះធ្វើការបង្ខំទៅកាន់គេដើម្បីឲ្យចុះកងត្រាប្រយុទ្ធជាមួយនឹងសេលីងដែលជាប្អូនស្រីរបស់គេផងដែរហើយសាំងជីនៅពេលនោះគាត់នឹងគឺបានព្យាយាមបន្តដៃជាមួយនឹងប្អូនស្រីរបស់គាត់នោះទេនឹងបានបើកឆាកវេប្រយុទ្ធដាក់យកទៅលើសាំងជីតែម្ដងហេតុផលក៏ព្រោះតែនេះនឹងគឺមានការខឹងសម្បាជាមួយនឹងបងប្រុសតែគេនឹងគឺបានចាក់ចេញចោលខ្លួនកាលពីពេលអតីតកាលនោះឯងហើយនាងក៏បាននិយាយប្រាប់ទៅកាន់សាំងជីថារសារតែការចាក់ចេញរបស់គាត់នេះហើយវាក៏បានបណ្ដាលឲ្យនាងគឺពិតជាមានអារម្មណ៍ឯកានិងពិបាកចិត្តជាខ្លាំងហើយនៅទីបំផុតនាងក៏បានសម្រេចចិត្តរត់ចាក់ចេញអំពីឪពុករបស់ខ្លួននៅពេលដែលនាងគឺមានអាយុត្រឹមតែ16ឆ្នាំតែប៉ុណ្ណោះហើយនាងក៏បានធ្វើការកិច្ចខ្លួនពីមួយកន្លែងទៅមួយកន្លែងរហូតមកដល់ទីតាំងនៃកន្លែងមួយនេះក៏ដូចជាបានធ្វើការបើកកន្លែងប្រដាល់ខុសច្បាប់នៅទីតាំងមួយនេះផងដែរកំឡុងពេលនៃការសន្ទនារបស់ពួកគេវត្តមាននៃក្រុមបដិថេងរៀងរបស់វិនវូក៏បានធ្វើដំណើរចូលមកដល់ហើយពួកគេក៏បានបើកឆាកវាប្រយុទ្ធចូលទៅក្នុងទីតាំងមនុស្សនៅក្នុងគោលបំណងដើម្បីស្វែងរកជាមួយនឹងវត្តមានរបស់សេលីងហើយសាំងជីដែលនៅទីនោះគេនឹងក៏បានធ្វើការវាប្រយុទ្ធជាមួយនឹងពួកគេវិញដើម្បីធ្វើការជំលះខ្លួននឹង Katy ចាក់ចេញអំពីទីតាំងមនុស្សខណៈពេលដែលសេលីងក្រោយពីបានឃើញថាបងប្រុសនឹងគឺត្រូវបានគេវាយប្រហារបែបនេះហើយនាងក៏បានធ្វើការចូលទៅជួយទប់ទល់ជាមួយនឹងបងប្រុសដូចគ្នាហើយនៅក្នុងពេលនៃការប្រយុទ្ធគ្នានោះសាំងជីនឹងក៏បានទៅប៉ះគ្នាជាមួយនឹងគ្រូក្បាច់គុណរបស់គាត់កាលពីអតីតកាលមានឈ្មោះថា Daedalus
ប៉ុន្តែម្ដងនេះសាំងជីនឹងក៏អាចមានលទ្ធភាពវាយប្រហារនិងអាចយកឈ្នះទៅកាន់បរិះម្នាក់នោះបានប៉ុន្តែនៅក្នុងកំឡុងពេលជាមួយគ្នានោះវត្តមានឪពុករបស់ពួកគេដែលមានឈ្មោះថាវិនវូក៏បានធ្វើដំណើរចូលមកដល់និងបានប្រើប្រាស់នៅកងទ័ពទាំង10របស់គាត់វាយប្រហារទៅកាន់ពួកគេរហូតបណ្ដាឲ្យគាត់នឹងគឺមានឱកាសក្នុងការចាប់ខ្លួនទៅកាន់សេលីងក៏ដូចជាខេតទីបានសម្រេចហើយគាត់ក៏បានយកសមត្ថភាពអ្នកទាំងពីរដើម្បីយកទៅគម្រាមសាំងជីផងដែរហើយនៅទីបំផុតសាំងជីនឹងក៏បានយល់ព្រមធ្វើដំណើរទៅជាមួយនឹងឪពុករបស់ខ្លួនបន្ទាប់ពីបានធ្វើដំណើរទៅដល់ទីតាំងនៃស្នាក់ការធំនៃបដិថេងរីហើយនោះវិនវូគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់កូនទាំងពីរថាតាមពិតទៅគាត់នេះគឺបានដឹងអំពីទីកន្លែងលាក់ខ្លួនរបស់ពួកគេជាយូរមកហើយប៉ុន្តែហេតុផលដែលគាត់ជ្រើសរើសស្ងប់ស្ងាត់មិនធ្វើអ្វីនោះក៏ព្រោះតែគាត់នេះគឺចង់ឲ្យកូនរស់នៅដោយមានសេចក្តីសុខស្របតាមបំណងរបស់ពួកគេប៉ុន្តែនៅក្នុងខណៈពេលនេះគាត់នឹងក៏ចង់ឲ្យពួកគេធ្វើការបំពេញនៅបំណងរបស់គាត់វិញផងដែរដោយបំណងប្រាថ្នារបស់គាត់នោះគឺនឹងស្នើពួកគេគឺជាអ្នកស្នងតំណែងមេបដិថេងរីនេះក៏ដូចជាកងទ័ពទាំង10ដិថេងរីជំនួសគាត់នោះឯងហើយនៅពេលនោះផងដែរគាត់នឹងក៏បាននិយាយអំពីប្រវត្តិនៃជីវិតរបស់គាត់រាប់ពាន់ឆ្នាំមកនេះតែថាដោយសារតែសមត្ថភាពដ៏ខ្លាំងពូកែជាមួយនឹងកងទ័ពដ៏មានអានុភាពទាំង10របស់គាត់ក៏ត្រូវបានសត្រូវរបស់គាត់នឹងគឺដាក់រហស្សនាមកកាន់គាត់ជាច្រើនដែលមានដូចជា The Warri King Warri Khan ក៏ដូចជាកំពូលមនុស្សដែលគ្រោះថ្នាក់ជាងគេបំផុតនៅលើពិភពលោកជាដើមហើយដោយសារតែគេឈ្មោះដ៏អស្ចារ្យរបស់គាត់នេះហើយក៏មានមនុស្សជាច្រើននឹងគឺបានធ្វើការបន្លំនៅអត្តសញ្ញាណរបស់គាត់ដើម្បីធ្វើការដើរបន្លាចទៅកាន់មនុស្សម្នាដទៃផ្សេងទៀតដែលពួកគេនឹងគឺប្រើប្រាស់ឈ្មោះថា The Mandarin ដែលសំដៅទៅលើមេបដិថេងនេះនោះឯងហើយគាត់ក៏បាននិយាយអំពីរឿងរ៉ាវដែលគាត់នឹងគឺសុខចិត្តលះបង់នៅគេឈ្មោះគ្រប់បែបយ៉ាងដើម្បីតែអាចរស់នៅជាមួយនឹងប្រពន្ធនិងកូនជាទីស្រឡាញ់របស់គាត់ក៏ដូចជារឿងរ៉ាវដែលគាត់នឹងគឺបានព្យាយាមស្រាវជ្រាវរកភូមិអាត់កំបាំងថាឡូបន្ទាប់ពីការស្លាប់បាត់បង់ជីវិតរបស់ប្រពន្ធគាត់ទៅហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់សាំងជីជាមួយនឹងសេលីងតែថាក្នុងខណៈពេលនេះគាត់នឹងគឺជឿជាក់ថាយីងលីដែលជាម្ដាយរបស់ពួកគេនេះគឺនៅមានជីវិតនោះទេដែលក៏ព្រោះតែរៀងរាល់យប់គាត់នឹងគឺតែងតែឮសំឡេងរបស់នាងគឺស្រែកដង្ហៃហៅរកជំនួយអំពីគាត់និងបានប្រាប់មកកាន់គាត់ថានាងត្រូវបានអ្នកភូមិថាឡូចាប់ឃុំខ្លួននៅទីនោះហើយហេតុដូចនេះហើយគាត់នឹងក៏មានកម្រងថានឹងធ្វើដំណើរទៅកាន់ទីតាំងភូមិនោះដើម្បីជួយសង្គ្រោះទៅកាន់ម្ដាយរបស់ពួកគេទាំងពីរនិងនាំនាងត្រឡប់មករស់នៅជួបជុំជាមួយនឹងពួកគេវិញផងដែរចំណែកសាំងជីវិញនៅពេលដែលបានឮឪពុករបស់ខ្លួននិយាយប្រាប់បែបនេះហើយគាត់នឹងគឺបែរជាជឿថាឪពុករបស់ខ្លួននៅក្នុងកំឡុងពេលនេះប្រហែលជាមានជំងឺបង្វេងស្មារតីទៅហើយក៏ព្រោះតែគាត់នឹងគឺបានឃើញម្ដាយរបស់គាត់គឺបានស្លាប់បាត់បង់ជីវិតយ៉ាងពិតប្រាកដនៅចំពោះមុខរបស់គាត់ផ្ទាល់ប៉ុន្តែចំពោះវិនវូវិញគាត់នឹងគឺនៅតែជជែកនិងបាននិយាយថាគាត់នឹងត្រូវតែធ្វើដំណើរទៅកាន់ទីតាំងភូមិមនុស្សឲ្យបានហើយបើសិនណាជាអ្នកភូមិទាំងនោះគឺនៅតែមិនយល់ព្រមដោះលែងប្រពន្ធរបស់គាត់នោះទេគាត់ក៏នឹងធ្វើការវាយកំទេចទីតាំងភូមិមនុស្សឲ្យខ្ទេចខ្ទីតែម្ដងហើយក្នុងការសន្ទនាមនុស្សផងដែរវិនវូនឹងក៏បានបន្តប្រាប់ទៅកាន់ពួកគេថាបន្តោងខ្សែកទាំងពីរខ្សែរបស់កូនគាត់នេះគឺមានវេទមន្តដើម្បីអាចនាំពួកគេទៅកាន់ទីតាំងនៃច្រកទ្វារចូលទៅក្នុងភូមិមនុស្សដែលជារៀងរាល់លើកនឹងវាបើកត្រឹមតែម្ដងប៉ុណ្ណោះនៅក្នុងមួយឆ្នាំហើយថ្ងៃមនុស្សក៏នឹងខិតជិតចូលមកដល់ឆាប់នេះឯងកូនទាំងពីរក្រោយពីបានស្ដាប់ឮនៅការនិយាយបកស្រាយនិងពន្យល់រៀបរាប់អំពីរឿងរ៉ាវគ្រប់យ៉ាងរបស់ពួកគេហើយនោះពួកគេក៏នៅតែមានគំនិតគិតថាពុករបស់ខ្លួននឹងគឺមានជំងឺបង្វេងបង្វាន់ស្មារតីពិតមែនហើយពួកគេនឹងក៏បាននិយាយបដិសេធជាមួយនឹងសំណើរបស់គាត់និងបានបណ្ដាលគាត់នឹងគឺមានការខឹងសម្បាជាមួយនឹងពួកគេជាខ្លាំងហើយវិនវូនៅពេលនោះគាត់នឹងក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ធ្វើការចាប់ខ្លួនសាំងជីជាមួយនឹងសេលីងនិងរួមទាំងខេតធីផងនោះយកទៅឃុំខ្លួនតែម្ដងដែលនៅក្នុងទីតាំងនៃកន្លែងឃុំខ្លួនមនុស្សផងដែរពួកគេនឹងក៏បានជួបប្រទះជាមួយនឹងវត្តមាននៃបរិះម្នាក់ដែលមានឈ្មោះថា Trevor Slattery ដែលអបិម្នាក់នេះហើយគឺជាអ្នកបន្លំខ្លួនជា The Mandarin នោះឯងប៉ុន្តែនៅក្នុងកំឡុងពេលនេះគេនឹងក៏ត្រូវបានស៊ូវិនវូដែលជា The Mandarin ពិតប្រាកដធ្វើការចាប់ខ្លួនមកឃុំនៅទីនេះបានសម្រេចដូចគ្នាហើយនៅទីតាំងមនុស្សមិនត្រឹមតែវត្តមានរបស់ Trevor នោះទេពួកគេនឹងក៏បានទៅជួបជាមួយនឹងសត្វចម្លែកម្យ៉ាងដែលមានឈ្មោះថា Moray ដែលវានេះគឺអត់មានក្បាលអត់មានភ្នែកអីនោះឡើយនឹងត្រូវបានវិនវូចាប់ឃុំខ្លួននៅទីតាំងមុននេះបន្ទាប់ពីគាត់នឹងគឺបានធ្វើដំណើរទៅព្យាយាមស្វែងរកផ្លូវចូលទៅកាន់ភូមិមនុស្សហើយដោយសារតែបាននឹងថាសាំងជីជាមួយនឹងសេលីងគឺជាកូនប្រុសស្រីរបស់យីងលីនោះសត្វទេព Moray នេះក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាខ្លួននឹងគឺមានវិធីសាស្ត្រដើម្បីធ្វើដំណើរចូលទៅកាន់ភូមិថាឡមនុស្សដោយមិនចាំបាច់រងចាំនៅពេលវេលានៃការបើកច្រកទ្វារភូមិនឹងគឺឈានចូលមកដល់នោះឡើយហើយដោយសារតែបាននិយាយគ្នាដឹងរឿងអស់ហើយនោះក្នុងកំឡុងពេលបន្ទាប់សាំងជីសេលីងខេតធីត្រេវូក៏ដូចជាវត្តមានរបស់ Moray ពួកគេទាំង3នាក់នឹងក៏បានធ្វើការសម្រុកចាក់ចេញអំពីការឃុំខ្លួនមនុស្សហើយពួកគេក៏បានបន្តដំណើរឆ្ពោះទៅកាន់ទីតាំងនៃភូមិថាឡូដោយមាន Moray គឺជាអ្នកនាំផ្លូវនោះឯងហើយ Moray គេនឹងក៏បាននាំពួកគេធ្វើដំណើរកិច្ចចេញពីមួយកន្លែងទៅកាន់មួយកន្លែងរហូតទៅដល់ទីតាំងនៃព្រៃវេទមន្តហើយបន្ទាប់ពីបានកិច្ចចេញអំពីការបំលាស់ទីរបស់ព្រៃវេទមន្តមនុស្សហើយនៅទីបំផុតពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរចូលទៅដល់ភូមិថាឡូបានសម្រេចបន្ទាប់ពីបានធ្វើដំណើរ
ចុះទៅដល់ពួកគេទាំងអស់គ្នាក៏មានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងបន្ទាប់ពីពួកគេគឺបានឃើញអំពីទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅក្នុងទីតាំងមនុស្សហើយមិនតែប៉ុណ្ណោះពួកគេក៏បានប្រទះឃើញជាមួយនឹងវត្តមាននៃសត្វចម្លែកជាច្រើនដែលសុទ្ធសឹងតែមានជីវិតរស់នៅក្នុងទីតាំងភូមិមនុស្សដូចគ្នាហើយទីតាំងភូមិថាឡូម៉ានីគឺជាទីកន្លែងមួយដែលមាន dimension ដាច់ដライអំពីផែនដីហើយវត្តមាននៃសត្វទេពជាច្រើនដែលរស់នៅទីតាំងភូមិនេះក៏ត្រូវបានបង្ហាញដែលមានដូចជាកញ្ជ្រោងកន្ទុយ9សត្វតាម៉ុងសាយក៏ដូចជាសត្វឆេះភ្លើងឈីងលីងឯជាដើមត្រូវបានធ្វើដំណើរបន្តពីនោះពួកគេក៏បានទៅប្រទះគ្នាជាមួយនឹងវត្តមាននៃអ្នកភូមិថាឡូជាច្រើនដែលមានវត្តមាននៅទីនោះផងដែរហើយនៅពេលនោះវត្តមាននៃនារីម្នាក់ដែលមានឈ្មោះថាយីងណាដែលនាងនេះគឺត្រូវជាប្អូនស្រីបង្កើតរបស់យីងលីម្ដាយរបស់ពួកគេក៏បានធ្វើដំណើរចូលមកដល់ហើយគាត់ក៏បានដឹងផងដែរថាសាំងជីជាមួយនឹងស៊ីលីងពួកគេទាំងពីរនាក់នឹងគឺជាក្មួយបង្កើតរបស់គាត់នោះឯងហើយបន្ទាប់ពីនោះយីងណានឹងក៏បាននាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ទីតាំងមួយក៏ដូចជាបាននិយាយបញ្យល់ទៅកាន់ក្មួយៗទាំងពីរអំពីប្រវត្តិមួយចំនួនពាក់ព័ន្ធជាមួយនឹងភូមិថាឡូម៉ានីយីងណាគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាទីតាំងនៃភូមិថាឡូម៉ានីគឺមានប្រវត្តិនិងអាយុកាលរស់នៅប្រមាណជាង 4000 ឆ្នាំមកហើយអ្នកភូមិទាំងអស់ដែលរស់នៅទីតាំងមួយនេះពួកគេនឹងគឺបានស្បត់សច្ចាថានឹងប្រយុទ្ធការពារមនុស្សលោកទាំងអស់អំពីពពួកបិសាចម្យ៉ាងដែលតែងតែព្យាយាមឆ្លងចូលមកវាយប្រហារពួកគេតាមរយៈច្រកទ្វារនរកមួយដែលមានឈ្មោះថា The Dark Gate ហើយយីងណាគាត់នឹងក៏បានបន្តនិយាយប្រាប់ទៅកាន់ពួកគេថានៅពីដំបូងឡើយប្រជាជនទាំងអស់ដែលរស់នៅទីតាំងមួយនេះពួកគេនឹងគឺរស់នៅក្នុងចក្រវាឡមួយផ្សេងទៀតនោះទេតែពួកគេនឹងគឺមានអរិយធម៌វប្បធម៌និងការរស់នៅទំនើបខុសប្លែកយ៉ាងឆ្ងាយអំពីទីតាំងមួយនេះប៉ុន្តែមិនយូរប៉ុន្មានពួកគេនឹងក៏បានប្រទះឃើញអំពីវត្តមាននៃពពួកបិសាចស្រូបព្រលឹងម្យ៉ាងដែលមានឈ្មោះថា Driver in the Darkness ដែលវានឹងគឺតែងតែបញ្ជាឲ្យកូនចៅរបស់វាធ្វើការវាយប្រហារនិងស្រូបយកព្រលឹងរបស់សភាវៈមានជីវិតទាំងឡាយនៅពេលដែលពួកវាបានឃើញនិងថែមទាំងមានបំណងធ្វើដំណើរមកកាន់ចក្រវាឡមួយនេះដើម្បីវាយប្រហារជាបន្តទៀតផងដែរហើយដោយសារតែបែបនេះហើយអ្នកភូមិថាឡូទាំងអស់ពួកគេក៏បានសម្រេចចិត្តថាធ្វើដំណើរមកកាន់ទីតាំងភូមិនេះនៅក្នុងគោលបំណងដើម្បីការពារពពួកបិសាចទាំងអស់នោះមិនឲ្យឆ្លងចូលមកកាន់ចក្រវាឡរបស់មនុស្សនេះបានដោយពួកគេនឹងគឺបានព្យាយាមការពារនៅច្រកទ្វារនរក The Dark Gate មិនឲ្យបែកបាក់នោះឯងប៉ុន្តែបើទោះបីជាបែបនេះក៏ពិតមែននៅពីដំបូងអ្នកភូមិថាឡូទាំងអស់នឹងគឺមិនអាចមានសមត្ថភាពក្នុងការប្រយុទ្ធយកឈ្នះទៅកាន់ពពួកបិសាចស្រូបព្រលឹងទាំងអស់នោះឡើយប៉ុន្តែបន្ទាប់ពីមានជំនួយពីសត្វនាគមួយដែលមានឈ្មោះថា The Great Protector ពួកគេក៏អាចមានលទ្ធភាពក្នុងការប្រយុទ្ធយកឈ្នះទៅលើពពួកបិសាច Dweller in the Darkness បានហើយពួកគេក៏បានធ្វើការឃុំខ្លួនបិសាចទាំងអស់នោះមិនឲ្យឆ្លងមកបានសម្រេចតាំងតែពីពេលនោះមកហើយអ្នកមីនយីងណាងក៏នឹងក៏បាននិយាយបញ្យល់ទៅកាន់ក្មួយៗរបស់គាត់ទាំងពីរថាហេតុផលដែលវិនវូឪពុករបស់ពួកគេតែងតែឮសំឡេងរបស់យីងលីប្រពន្ធរបស់គាត់នោះគឺតាមពិតទៅវានឹងគឺជាសំឡេងនៃពពួកបិសាចទាំងអស់នោះតែប៉ុណ្ណោះដែលពួកវានឹងគឺបានព្យាយាមពង្វក់ស្មារតីរបស់គាត់ក៏ព្រោះតែពួកវានឹងគឺបានដឹងថាគាត់នឹងគឺមានកងវិតមន្តដ៏មានអានុភាពទាំង10នៅជាមួយនឹងគាត់និងថែមទាំងចង់ពង្វក់គាត់ឲ្យប្រើប្រាស់នៅកងវិតមន្តទាំងនោះធ្វើការវាយកំទេចទ្វារនរកដើម្បីដោះលែងទៅកាន់ពួកវានោះឯងបន្ទាប់ពីនោះសាំងជីសេលីងខេតធីពួកគេនឹងក៏បានចូលរួមជាមួយនឹងអ្នកភូមិដទៃផ្សេងទៀតដើម្បីធ្វើការត្រៀមខ្លួននិងត្រៀមលក្ខណៈទប់ទល់សម្រាប់ការមកដល់នៃវត្តមានរបស់វិនវូហើយមិនតែប៉ុណ្ណោះពួកគេនឹងក៏បានបង្កើតនូវអាវុធសិលដ៏មានអានុភាពជាច្រើនដែលសុទ្ធសឹងតែធ្វើឡើងអំពីស្រការនេះ The Great Protector ទាំងអស់ក៏ព្រោះតែមានតែអានុភាពរបស់ The Great Protector នេះឯងទើបអាចមានលទ្ធភាពក្នុងការវាយប្រហារយកឈ្នះទៅកាន់ពពួកបិសាចទាំងអស់នោះបានហើយសាំងជីជាមួយនឹងសេលីងពួកគេនឹងក៏បានទទួលអាវក្រម្នាក់មួយកំភ្លេពីម្ដាយមីងរបស់ពួកគេផងដែរដែលបន្ទាប់ពីនោះសាំងជីនឹងក៏បានធ្វើការវឹកហាត់ក្បាច់គុនថៃជីទុនបង្ក្រាបរឹងអំពីអ្នកមីងរបស់គេដែលមានឈ្មោះថាយីងណានោះឯងចំណែកខេតធីដែលជាមិត្តសម្លាញ់របស់សាំងជីគេនឹងក៏បានហាត់រៀនជាមួយនឹងក្បាច់គុនបាញ់ព្រួញជាមួយនឹងអ្នកភូមិថាឡូដទៃផ្សេងទៀតដូចគ្នាបន្ទាប់ពីនោះមិនយូរប៉ុន្មានវត្តមានរបស់វិនវូជាមួយនឹងគ្នាគ្រារបស់គាត់ដែលជាក្រុមបដិថេនក៏បានធ្វើដំណើរមកដល់ទីតាំងមនុស្សពិតមែនខណៈពេលដែលសាំងជីសេលីងនិងអ្នកភូមិថាឡូដទៃផ្សេងទៀតពួកគេក៏កំពុងតែឈរចាំវត្តមាននៃអ្នកទាំងអស់គ្នានោះផងដែរបន្ទាប់ពីនោះមនុស្សទាំងពីរក្រុមក៏បានបើកឆាកប្រយុទ្ធគ្នានៅក្នុងទីតាំងនៃកន្លែងមនុស្សតែម្ដងតែអ្នកមានយីណាននាងក៏បានធ្វើការប្រយុទ្ធតទល់ជាមួយនឹង Dweller ហើយសេលីងក៏បានទៅប៉ះគ្នាជាមួយនឹង Sophie ស្របពេលដែលសាំងជីក៏បានទៅប្រយុទ្ធតទល់ជាមួយនឹងឪពុករបស់ខ្លួនដែលជា Servant Wu ផងដែរក៏ព្រោះតែនៅពេលនេះឪពុកកូនអ្នកទាំងពីរគឺមិនអាចនិយាយគ្នាស្ដាប់ហេតុផលយល់នោះឡើយបើទោះបីជាពួកគេនឹងគឺខិតខំព្យាយាមយ៉ាងណាក៏ដោយហើយពួកគេទាំងពីរនាក់ក៏បានបើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅទីតាំងមនុស្សហើយសាំងជីក៏បានប្រើប្រាស់ជាមួយនឹងដំបងសកានេះរបស់គាត់ដើម្បីវាយប្រហារតទល់ជាមួយនឹងវត្តមានរបស់ឪពុកខ្លួនដែលមានកងទ័ពវេទមន្តទាំង10នៅជាមួយនឹងរូគេហើយនៅពេលនោះបើទោះបីជាសាំងជីនឹងគឺមានដំបងសកានេះក៏ដូចជាក្បាច់គុនដ៏ខ្លាំងពូកែរបស់គេក៏ដោយប៉ុន្តែនៅចុងក្រោយគេនឹងគឺនៅតែមិនអាចប្រយុទ្ធយកឈ្នះវិនវូដែលជាឪពុកបាននោះទេហើយវិនវូគាត់នឹងក៏បានប្រើប្រាស់ជាមួយនឹងកងវេទមន្តទាំង10របស់គាត់ដើម្បីវាយប្រហារទៅកាន់សាំងជីរហូតបណ្ដាលគាត់នឹងគឺធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅហើយបន្ទាប់ពីនោះវិនវូនឹងក៏បានធ្វើដំណើរទៅដល់ទីតាំងនៅកន្លែងទ្វារនរក The Dark Gate និងបានប្រើប្រាស់នៅកងវេទមន្តទាំង10របស់គាត់ធ្វើការវាយបំបែកនៅ
ទ្វេនរកមនុស្សដោយគាត់នឹងគឺយល់ថាទីតាំងមួយនេះគឺជាកន្លែងឃុំខ្លួនរបស់ប្រពន្ធគាត់នោះឯងដែលគាត់នឹងគឺមិនបានដឹងនោះឡើយថានេះគឺគ្រាន់តែជាល្បិចនៃពពួកបិសាចស៊ីព្រលឹងតែប៉ុណ្ណោះហើយនៅពេលនោះផងដែរពពួកបិសាចស្រូបព្រលឹងទាំងនោះក៏បានធ្វើការចាក់ចេញមកខាងក្រៅជាបន្តបន្ទាប់និងបានធ្វើដំណើរទៅរកមនុស្សដើម្បីធ្វើការស្រូបព្រលឹងរបស់ពួកគេហើយដោយសារតែបានឃើញអំពីស្ថានភាពដ៏អាក្រក់ដែលកំពុងតែកើតមានឡើងបែបនេះសមាជិកទាំងអស់នៃបដិថេងរីងពួកគេក៏បានធ្វើការផ្លាស់ប្ដូរមកសហការជាមួយនឹងយីងណានជាលីងក៏ដូចជាអ្នកភូមិថាឡូដតីផ្សេងទៀតដើម្បីរួមគ្នាប្រយុទ្ធតទល់ជាមួយនឹងពពួកបិសាចស្រូបព្រលឹងទាំងអស់នោះហើយពិតណាស់ថាអាវុធធម្មតាគឺមិនមានប្រសិទ្ធភាពក្នុងការវាយប្រហារយកឈ្នះទៅលើពួកវាបាននោះឡើយគឺតើតែអាវុធដែលផលិតចេញអំពីសកានេដក្រែបថៃទ័រណែសាំងជានៅវិញក្រោយត្រូវបានឪពុករបស់ខ្លួននឹងគឺវាយទម្លាក់ចូលទៅក្នុងទឹកកន្លែងហើយនោះរូគេនឹងគឺស្ទើរតែបានដាច់ខ្យល់ស្លាប់ដោយសារតែការឆ្លក់ទឹកទៅហើយប៉ុន្តែនៅពេលនោះក៏ស្រាប់តែលេចវត្តមាននៃសត្វនាគមួយដែលមានឈ្មោះថា The Great Potato ក៏បានបង្ហាញខ្លួនចេញមកនិងបានធ្វើការជួយសង្គ្រោះទៅកាន់សាំងជីឡើងមកលើគោកវិញហើយសាំងជីក៏នឹងក៏បានឡើងជិះសត្វនាគហោះឡើងដ៏អស្ចារ្យនិងធ្វើដំណើរទៅបញ្ឈប់វត្តមានរបស់ឪពុកខ្លួនក្នុងខណៈពេលនោះផងដែរសាំងជីក៏បានប្រើប្រាស់ជាមួយនឹងក្បាច់គុនថៃជីទុនបង្ក្រាបរឹងរបស់ខ្លួនដែលដោយការម្ដាយរបស់ខ្លួនប្រើប្រាស់ដើម្បីប្រយុទ្ធទប់ទល់ជាមួយនឹងវត្តមានរបស់វិនវូដែលជាឪពុករបស់ខ្លួននោះឯងដែលបន្ទាប់ពីការប្រយុទ្ធគ្នានោះមិនយូរប៉ុន្មានសាំងជីនឹងក៏អាចមានលទ្ធភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់នៅកងវេទមន្តទាំង10ដើម្បីធ្វើការវាយប្រហារតបទៅកាន់ឪពុកគេវិញដូចគ្នាហើយទស្សនវិជ្ជានៃការប្រយុទ្ធគ្នានេះវានឹងគឺពិតជាដូចក្នុងកំឡុងពេលដែលម្ដាយរបស់សាំងជីគឺធ្លាប់ប្រយុទ្ធតទល់ជាមួយនឹងវិនវូដែលជាឪពុករបស់គេពិតមែនដែលរាល់ពេលដែលសាំងជីនឹងគឺបានគ្រប់គ្រងនិងប្រើប្រាស់នៅកងវេទមន្តទាំង10នោះវានឹងគឺតែងតែជះចេញនៅពន្លឺពណ៌មាសដែលតំណាងឲ្យចំហាយទេវតាឬក៏អំពើល្អខណៈពេលដែលវិនវូដែលជាឪពុករបស់គេប្រើប្រាស់វិញកងទ័ពទាំងនោះគឺបែរជាបញ្ចេញនៅពណ៌ខៀវដែលជាចំហាយបិសាចឬក៏តំណាងអំពើអាក្រក់នោះឯងហើយនៅទីបំផុតសាំងជីនឹងក៏បានធ្វើការស្រូបយកនៅកងវេទមន្តទាំងនោះបានសម្រេចប៉ុន្តែគាត់នឹងគឺបានសម្រេចចិត្តមិនធ្វើការសម្លាប់ទៅកាន់ឪពុករបស់ខ្លួននោះទេដែលក្នុងកំឡុងពេលនោះផងដែរទ្វារនរុដដាហ្គេតនឹងក៏បានបាក់រលំនិងបានបណ្ដាលវត្តមាននៃមេបិសាច Thriller in the Darkness អាចធ្វើការចាក់ចេញមកខាងក្រៅបានសម្រេចហើយវិនវូដែលជាឪពុកដោយសារតែបានដឹងថារឿងរ៉ាវដែលបានកើតឡើងនេះគឺសិតសឹងតែជាកំហុសដែលគាត់នឹងគឺបានសាងទាំងអស់គាត់ក៏បានសុខចិត្តលះបង់អាយុជីវិតរបស់ខ្លួនដើម្បីឲ្យមេបិសាចមួយនោះគឺស្រូបព្រលឹងរបស់គាត់យកទៅនៅក្នុងគោលបំណងការពារសាំងជីដែលជាកូនប្រុសក៏ដូចជាវត្តមាននៃអ្នកដទៃផ្សេងទៀតហើយគាត់ក៏បានធ្វើការបន្សល់ទុកនៅកងវេទមន្តទាំង10ដើម្បីឲ្យសាំងជីបន្តវេនអំពីគាត់និងប្រើប្រាស់វាប្រយុទ្ធទប់ទល់ជាមួយនឹងមេបិសាចមួយនោះបន្ទាប់ពីនោះសាំងជីនិងសេលីងពួកគេក៏បានធ្វើការឡើងទៅលើសត្វនាគ The Great Potato និងបានហោះចេញទៅដើម្បីវាយប្រហារជាមួយនឹងមេបិសាច Thriller in the Darkness ហើយស្របពេលនៃការវាយប្រយុទ្ធគ្នារបស់ពួកគេមិនយូរប៉ុន្មានសត្វនាគ The Great Potato ក៏ហាក់បីដូចជាចាញ់ប្រៀបជាមួយនឹងស្ដេចបិសាចមួយនោះហើយនៅពេជ្រនោះវត្តមានរបស់ Katy ក៏បានធ្វើដំណើរចូលមកដល់និងបានប្រើប្រាស់នៅគ្រាប់ព្រួយរបស់នាងធ្វើការបាញ់ប្រហារទៅចំបំពង់ករបស់មេបិសាចមនុស្សហើយខណៈពេលជាមួយគ្នានោះសាំងជីក៏បានប្រើប្រាស់ជាមួយនឹងកងវេទមន្តទាំង10របស់គាត់ដើម្បីបញ្ចេញអានុភាពរបស់វាធ្វើការសម្លាប់ទៅកាន់មេបិសាចនោះបានសម្រេចហើយនៅទីបំផុតមេបិសាចស្រូបព្រលឹង Thriller in the Darkness នេះក៏ត្រូវបានសាំងជីធ្វើការចាត់ការទៅកាន់វាបានសម្រេចទៅជោគជ័យហើយបន្ទាប់ពីហេតុការណ៍មនុស្សបានកើតឡើងហើយអ្នកភូមិទាំងអស់នេះក៏បានធ្វើការរៀបចំជាមួយនឹងពិធីមួយដើម្បីធ្វើការគោរពទៅកាន់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍មនុស្សផងដែរហើយស្របពេលជាមួយគ្នានោះផងដែរសាំងជីនិង Katy ពួកគេទាំងពីរនាក់ក៏បានត្រឡប់ទៅរស់នៅ San Francisco វិញដែលនៅពេលនោះវត្តមាននៃគ្រូសិលវងក៏បានបង្ហាញខ្លួនចេញមកក្នុងគោលបំណងដើម្បីចង់ជួបជាមួយនឹងពួកគេទាំងពីរចំពោះឈុត credit scene នៅចុងក្រោយនៃខ្សែភាពយន្តនេះគេក៏បានបង្ហាញឲ្យយើងឃើញអំពីវត្តមានរបស់ Saeng Ji ជាមួយនឹង Katy ពួកគេក៏ត្រូវបានវងនាំទៅជួបវត្តមានរបស់ Captain Marvel ជាមួយនឹង Hulk គឺដើម្បីធ្វើការពិភាក្សាគ្នាអំពីប្រវត្តិនៃកងទ័ពទាំង10នេះ Saeng Ji គាត់ក៏បានប្រាប់ថាកងទ័ពនេះគឺត្រូវបានឪពុករបស់គាត់នឹងគឺគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយប៉ុន្តែគាត់ក៏មិនបានដឹងនោះឡើយថាវានឹងគឺមានប្រវត្តិមកពីទីណាពិតប្រាកដហើយខណៈពេលនោះ Bruce Banner ក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាបើតាមការសន្និដ្ឋានរបស់គាត់អាយុកាលរបស់វានេះគឺអាចនឹងលើសអំពីនេះទៅទៀតដែលនៅពេលនោះ Captain Marvel ក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាអាវុធមួយនេះវានឹងគឺមិនមានភាពស្តៀងជាមួយនឹងអាវុធ alien ដទៃផ្សេងទៀតនោះឡើយចំណែកវងវិញក៏នឹងក៏បាននិយាយផងដែរថាចំពោះប្រវត្តិរបស់អាវុធមួយនេះវានឹងគឺមិនត្រូវបានកត់ត្រានៅក្នុងសៀវភៅវេទមន្តរបស់គាត់ដូចគ្នាប៉ុន្តែគាត់នឹងគឺគ្រាន់តែដឹងថាវានឹងគឺបានបញ្ចេញនៅចំហាយម្យ៉ាងនៅពេលដែលសាំងជីនឹងគឺបានប្រើប្រាស់ទៅកាន់វិលេខដំបងដែលបន្ទាប់ពីបាននិយាយគ្នាអស់ហើយនោះពួកគេទាំងអស់គ្នានឹងក៏បាននាំគ្នាចូលទៅច្រៀងជាមួយនឹងគ្នាយ៉ាងរំភើយទៅចំពោះឈុតបន្ទាប់ទៀតគេនឹងក៏បានបង្ហាញឲ្យយើងឃើញអំពីវត្តមានរបស់ Selling ដែលនាងនៅក្នុងខណៈពេលនេះក៏បានធ្វើដំណើរមកកាន់ទីតាំងនៃបដិថេនរីងហើយនាងក៏បានធ្វើការស្នងនិងបន្តតំណែងពីឪពុករបស់នាងដើម្បីคล้ายខ្លួនទៅជាមេបកនៅទីនោះផងដែរដែលវានេះគឺប្រាជ្ញាអំពីពាក្យដែលនាងបានសន្យាជាមួយនឹងបងប្រុសរបស់ខ្លួនសាំងជីដែលថានាងនឹងធ្វើការរំលែកបកមុនីចៅនោះឯងហើយថ្ងៃនេះទាំងអស់គ្នាខ្សែភាពយន្តសាំងជី and the Legend of the Ten Ring ដែលខ្ញុំបានធ្វើការសម្រាយនេះគឺសន្មតថាចប់ត្រឹមនេះឯងជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel របស់ខ្ញុំអ្នកមួយផង